ជំរាបសួរអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញពី system resident management system របស់យើងដែលហៅកាត់ថា OMS អូខេអញ្ចឹងការងារទី1ដែលយើងត្រូវធ្វើគឺតាក់ទងជាមួយនឹង reservation គឺតាក់ទងជាមួយនឹងការកក់តំណប់ដៃកក់បិទបន្ទប់ហ្នឹងគឺអតិថិជនគាត់មកដល់គាត់ពេញចិត្តជាមួយនឹងបន្ទប់ណាមួយហើយអញ្ចឹងគាត់អាចធ្វើការកក់តំណប់ដៃមុនអញ្ចឹងអានឹងយើងធ្វើ reservation អញ្ចឹងដើម្បីធ្វើ reservation នេះបានយើងចូលមក menu reservation បន្តមកទៀតយើងចុច add reservation អូខេទំព័រដំបូងនេះគឺយើងត្រូវបំពេញ customer detail ព័ត៌មានរបស់ customer អញ្ចឹងដាក់ឈ្មោះគាត់មកឧទាហរណ៍ឈ្មោះអតិថិជន ភេទ nationality យើងករណី nationality យើងមានក្រៅពីខ្មែរយើងអាចចុច add បន្ថែមបានណាយើងអាច add បន្ថែមឧទាហរណ៍ថាChinese អញ្ចឹងទៅអូខេឥឡូវខ្ញុំរកខ្មែរហើយតាក់ទងជាមួយនឹង job មុខងាររបស់គាត់ហើយនេះលេខទូរស័ព្ទយើងពេញព័ត៌មានលេខទូរស័ព្ទគាត់អូខេនេះលេខទូរស័ព្ទមួយខ្សែទៀតបើសិនជាមានហើយនេះemail អូខេនេះអាស័យដ្ឋានរបស់គាត់អូខេបើសិនជាគាត់មកពីក្រុមហ៊ុនយើងអាចដាក់ឈ្មោះក្រុមហ៊ុនគាត់ទៅហើយគាត់មកតាមរយៈអីគេ login website Facebook ឬ TikTok ឬក៏ agency ក្នុងករណីនេះខ្ញុំឲ្យគាត់មកតាមរយៈ agency អូខេអញ្ចឹងកន្លែងនេះរូបថតរបស់គាត់យើងចុច upload ទៅដើម្បី add រូបថតគាត់ចូលអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំមានរូបថតគាត់អូខេនេះហើយខាងនេះគឺតាក់ទងជាមួយនឹង customer login អញ្ចឹងបើសិនជាយើងឲ្យ customer ហ្នឹងគាត់អាច login ចូលក្នុង system យើងបានយើងបង្កើត user ឲ្យគាត់ទៅអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំបង្កើត user ឲ្យគាត់ password ខ្ញុំដាក់ password ឲ្យគាត់ហើយបង្កើតហើយយើងអាចឲ្យ user ហ្នឹងទៅគាត់ដើម្បីគាត់ login ចូលក្នុង system យើងបានហើយគេតាក់ទងជាមួយនឹង document ដែលគាត់ភ្ជាប់មកឧទាហរណ៍ថាគាត់បានភ្ជាប់មកជាមួយនឹង national ID អូខេនេះលេខអត្តសញ្ញាណប័ណ្ណរបស់គាត់ឧទាហរណ៍ហើយយើងចុច upload អត្តសញ្ញាណប័ណ្ណគាត់ទៅអូខេហើយនេះខាងមុខហើយនេះខាងក្រោយអូខេខាងក្រោមនេះគឺព័ត៌មាន sharer អញ្ចឹងក្នុងករណីគាត់មានអ្នកចូលរួមបន្ទប់ស្នាក់នៅដែរគឺយើងអាច add ព័ត៌មានគាត់ចូលឧទាហរណ៍ថាស្រីម៉ែលេខទូរស័ព្ទ email address នេះរូបថតគាត់អូខេអញ្ចឹងខ្ញុំដាក់រូបថតគាត់ឧទាហរណ៍អូខេអញ្ចឹងព័ត៌មានតាក់ទងមួយ document មកគាត់តាញៀនបានតែខ្ញុំ upload តាញៀនបានគាត់ពេលខាងមុខខាងក្រោយ upload ក៏បានអត់ក៏បានចុច save មកអូខេអញ្ចឹងខ្ញុំបានព័ត៌មាន sharer នេះ គេបន្តមកទៀតខ្ញុំចុច next
គេអញ្ចឹង next គឺតកតងជាមួយនឹងព័ត៌មាន agency ដោយសារគាត់មកតាមរយៈ agency អញ្ចឹងយើងត្រូវបញ្ចូលព័ត៌មាន agency អញ្ចឹងនេះឈ្មោះ agency មកអូខេឧទាហរណ៍ប្រភេទស្រីលេខទូរស័ព្ទ agency អញ្ចឹងក្នុងករណីនេះគឺជា agency ថ្មីបើសិនជាយើងមាន agency ដែលធ្លាប់ជា agency យើងហើយមានព័ត៌មានគាត់ហើយយើងអត់ចាំបាច់បញ្ចូលឡើងវិញទេគឺយើងអាច choose existing agency កន្លែងនេះអូខេឧទាហរណ៍ថា agency ណាមួយឧទាហរណ៍ថា agency មួយនេះចុះអញ្ចឹងយើង choose select មកណាអូខេអញ្ចឹងយើងអត់ចាំបាច់បញ្ចូលព័ត៌មានថ្មីទេក្នុងករណីខ្ញុំបង្ហាញវិញគឺព័ត៌មានថ្មីអញ្ចឹងកន្លែងនេះខ្ញុំរើស existing ចុះអូខេនេះតកតងជាមួយនឹង document type បើសិនជាយើងចង់បញ្ចូលក៏បានអត់ក៏បាននេះ optional ទេ next មកអូខេបន្ទាប់ទៀតគឺតកតងជាមួយនឹងការ reservation មកគាត់ហ្នឹងអញ្ចឹងថ្ងៃដែលគាត់ reservation ឧទាហរណ៍ថាថ្ងៃនេះហើយគាត់ត្រូវ check in ឧទាហរណ៍ថាឥឡូវគាត់ check in ខែ4ខ្ញុំដាក់ខែ4ថ្ងៃ1ចុះអូខេអញ្ចឹងរយៈពេលគាត់ជួលឧទាហរណ៍ថា12ខែខ្ញុំបាយ12ខែមកអញ្ចឹងថ្ងៃគាត់ check out ត្រូវជាថ្ងៃ10ថ្ងៃ1ខែ4 2026វិញណាអូខេខាងនេះគឺយើងរើសតកតងជាមួយនឹងproperty ហើយនឹង room អញ្ចឹង property យើងមានតែមួយទេ room ឧទាហរណ៍ថាឥឡូវគាត់រើយក one bedroom អូខេបន្ទប់លេខម៉ានយើង select មកគឺខ្មៅនេះគឺមានន័យថាបន្ទប់ហ្នឹងគឺត្រូវបាន reservation ហើយឬក៏ជួលហើយហើយសនេះគឺយើងអាចជួលបានគេខ្ញុំ select មកតមកទៀតកន្លែងនេះគឺកំណត់សម្គាល់ផ្សេងបើសិនជាយើងមានហើយកន្លែងនេះគឺយើងអាច upload ឯកសារផ្សេងដែលតាក់ទងជាមួយនឹងការ reservation ហ្នឹងឧទាហរណ៍ថាខ្ញុំមានឯកសារតាក់ទងមួយការ reservation នេះខ្ញុំមានធ្វើកងត្រានៅខាងក្រៅអញ្ចឹងខ្ញុំ upload ទៅអូខេខាងក្រោមនេះគឺតាក់ទងជាមួយនឹងសេវាកម្មផ្សេងដែលគាត់ជ្រើសរើសឧទាហរណ៍ថាឥឡូវគាត់មានជ្រើសរើសតាក់ទងមួយសេវាកម្មparking អញ្ចឹងយើងរើសមក service ហើយសម្រាប់ service នេះគឺយើងអាចទៅបង្កើតបាននៅកន្លែង service អញ្ចឹងនេះ service category អូខេ car park អញ្ចឹងបន្តមកទៀតនេះចំនួនគាត់យកចំនួនប្រមាណឧទាហរណ៍ថាគាត់មានឡានមួយយើង charge $30អញ្ចឹងទៅហ្នឹងគឺយើងអាច setting បាននៅក្នុង service អញ្ចឹងឧទាហរណ៍ថាគាត់មានឡានមួយបន្ថែម$30ក្នុងមួយខែអញ្ចឹងកន្លែងនេះគឺយើងមាន option តាក់ទងជាមួយនឹងការ generate invoice សម្រាប់ service មួយហ្នឹងអញ្ចឹងបើសិនជាយើងបើក generate invoice monthly គឺនៅពេលយើង generate invoice វានឹង add service ហ្នឹងចូលទៅក្នុង invoice direct តែបើយើងអត់បើកទេអាហ្នឹងគឺយើងត្រូវការ add manual ខ្លួនឯងគេកន្លែងនេះគឺ remark កំណត់សម្គាល់ផ្សេងអញ្ចឹងខ្ញុំ save មកអូខេអញ្ចឹងកន្លែងនេះគឺគាត់មាន service car park នេះមួយថែមទៀតអូខេអញ្ចឹងខ្ញុំចុច next មកអូខេមកដល់ចុងក្រោយនេះគឺតាក់ទងជាមួយនឹងការ review ឡើងវិញរាល់ព័ត៌មានដែលយើងបានបញ្ចូលអូខេអញ្ចឹងcustomer ម្នាក់នេះមាន ID របស់គាត់មកតាមរយៈ agency មួយនេះហើយខាងស្ដាំនេះគឺតាក់ទងព័ត៌មាន reservation របស់គាត់យកបន្ទប់លេខ1104នេះហើយតម្លៃជួលគឺ$2071ថ្ងៃ reservation ថ្ងៃ check in check out រយៈពេលជួល share របស់គាត់អូខេនេះ contract ដែលយើងបាន upload ហើយនេះតាក់ទងមួយសេវាកម្មបន្ថែមអូខេត្រង់នេះគឺតាក់ទងមួយ commission របស់ agency អញ្ចឹងយើងឲ្យ commission គាត់បានយើងវាយទៅឧទាហរណ៍ខ្ញុំឲ្យគាត់$500សម្រាប់ commission ហ្នឹងអូខេអញ្ចឹងអានេះរយៈពេលតើគាត់កក់ប្រហែលខែអញ្ចឹងយើងតម្រូវឲ្យគាត់កក់ប្រហែលខែគឺ default ខ្ញុំដាក់1ខែអញ្ចឹងបើសិនជាយើងឲ្យគាត់កក់2ខែយើងវាយ2ខែ
ចឹងពេលដែលវាយ2ខែគឺវានឹងកណនីតាមនឹងគឺយកចំនួនខែចំនួនតម្លៃជួលក្នុងមួយខែគុណនឹងចំនួនខែដែលគាត់កក់ហ្នឹងហើយតើគាត់ deposit ប្រហែលឧទាហរណ៍ថាឥឡូវហ្នឹងគាត់កក់តំណប់ដៃយើង1000សិនអញ្ចឹងយើងដាក់1000ហើយនេះខ្ញុំដាក់មួយខែចាំបានហើយអូខេអញ្ចឹង payment method តើគាត់ pay តាមអីគេ pay តាម cash ដុល្លារឬក៏ cash real ឬក៏ពេលចូលកង់ ABA ដុល្លារឬក៏ពេលចូលកង់ ABA អញ្ចឹងទៅហើយតើតើមួយ payment method នេះគឺយើងអាច setting បាននៅក្នុង payment method គេឥឡូវឧទាហរណ៍ថាគាត់ចូលមក ABA នេះចុះអូខេអញ្ចឹងខ្ញុំចុច done អូខេនៅពេលដែលចុច done គឺវានឹង generate reservation card នេះដែលយើងអាចយក print ឲ្យគាត់បានណាអូខេអញ្ចឹងយើង connect មួយម៉ាស៊ីន print ទៅយើង print ទៅនេះយើងរើសម៉ាស៊ីន print មកឧទាហរណ៍នេះម៉ាស៊ីន print យើងហើយយើងចុច print ទៅអូខេអញ្ចឹងជា process តាក់ទងជាមួយនឹងការធ្វើ reservation